ចូលចិនសើចរេចពេលនាងធ្វើមុខស្រពោរេញមួយយប់ហើយអូនគេងលងលក់ភ្លឹងបាត់ភ្នែកមិននិយាយសួរអ្វីក៏លែងដឹងក្មេងក្បាលរឹងអូនស្អប់អូនខឹងនឹងបងមែនទីបងគឺជាគ្រូពេទ្យមាននាទីព្យាបាលជំងឺតែមិនចង់ឃើញសង្សារបងឈឺបែបនេះទេអូនត្រូវតែរឹងមាំដើម្បីបងណាស្នេហ៍កុំធ្វើឲ្យបងភ័យបានទេបងអង្កគឺអូនគ្មានសិទ្ធិធ្វើជាអ្នកជំងឺបងទេគឺអូនគ្មានសិទ្ធិទុកបងចោលបែបនេះបានទេចូលរៀបការបងត្រៀមរួចហើយឃើញអត់ស្អាតទេបើកភ្នែកឡើងលឺបងហៅទៅកុំទៅចោលបងក្រែងអូនចូលចិនសើចរេចពេលនាងធ្វើមុខស្រពោរេញមួយយប់ហើយអូនគេងលងលក់ភ្លឹងបាត់ភ្នែកមិននិយាយសួរអ្វីក៏លែងដឹងក្មេងក្បាលរឹងអូនស្អប់អូនខឹងនឹងបងមែនទីបងគឺជាគ្រូពេទ្យមាននាទីព្យាបាលជំងឺតែមិនចង់ឃើញសង្សារបងឈឺបែបនេះទេអូនត្រូវតែរឹងមាំដើម្បីបងណាស្នេហ៍កុំធ្វើឲ្យបងភ័យបានទេបងអង្កគឺអូនគ្មានសិទ្ធិធ្វើជាអ្នកជំងឺបងទេគឺអូនគ្មានសិទ្ធិទុកបងចោលបែបនេះបានទេចូលរៀបការបងត្រៀមរួចហើយឃើញអត់ស្អាតទេបើកភ្នែកឡើងលឺបងហៅទៅកុំទៅចោលបង